Bạnសួស្តីមិត្តអ្នកសិក្សាទាំងឡាយឥឡូវនេះយើងមកជួបគ្នាម្ដងទៀតនៅក្នុងវិញ្ញាសាទី14ដែលវិញ្ញាសានេះគឺរៀបរៀងឡើងសម្រាប់ប្រឡងត្រួតពិនិត្យសមត្ថភាពចូលរៀននៅក្នុងសាលាភូមិរដ្ឋបាលដូចជាមូលដ្ឋាននៃការពង្រឹងចំណេះដឹងយើងបន្ថែមទៀតបាទអញ្ចឹងយើងដឹងហើយថានៅក្នុងសាលាភូមិរដ្ឋបាលគឺជាកន្លែងមួយដែលបណ្ដុះបណ្ដាលសម្រាប់ត្រីជាន់ខ្ពស់ត្រីក្រមការដូចជាមន្ត្រីមធ្យមបាទពីច្រើនគឺមន្ត្រីគ្រប់គ្រងបាទអញ្ចឹងឥឡូវនេះយើងមកសិក្សានៅវិញ្ញាសាទី14ទាំងអស់គ្នាដែលវិញ្ញាសានេះគឺយើងផ្ដោតសំខាន់ទៅលើសួងវិញ្ញាសាទីណៈនិងសាលាភូមិរដ្ឋបាលតពីវិញ្ញាសាទី3 1ជំពូកទី4នៃរដ្ឋធម្មនុញ្ញនៃប្រជារាស្ត្រកម្ពុជានិយាយអំពីគេបាទកសិទ្ធិនយោបាយខអធិបតេយ្យភាពគព្រះមហាក្សត្រនិងខមានចម្លើយត្រឹមត្រូវបាទអញ្ចឹងយើងបានសិក្សាពីវិញ្ញាសាមុនហើយអញ្ចឹងវិញ្ញាសាមុនគឺយើងមានជំពូកទី1អធិបតេយ្យជំពូកទី2ព្រះមហាក្សត្រជំពូកទី3តកតទៅនឹងកណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរបាទទូទីនឹងកណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរហើយឥឡូវនេះយើងដល់ជំពូកទី4បាទជំពូកទី4គឺនិយាយអំពីសិទ្ធិរបស់នយោបាយបាទតកតនយោបាយឥឡូវយើងដល់ជំពូកទី5បាទជំពូកទី5និយាយអំពីគេសេដ្ឋកិច្ចខអធិបតេយ្យគសិទ្ធិនយោបាយខចំណុចខាងលើមិនត្រឹមត្រូវបាទយើងពេលយើងសិក្សាជាប់គ្នាអញ្ចឹងគឺយើងនឹងចម្លើយតែម្ដងបាទអញ្ចឹងគឺតកតងពីសេដ្ឋកិច្ចបាទអញ្ចឹងជំពូកទី5និយាយអំពីសេដ្ឋកិច្ចពេលមកដល់ជំពូកទី6បាទជំពូកទី6យើងមើលទៅឃើញចម្លើយតែម្ដងដោយសារយើងដាក់ដឹងជំពូកទី6គឺសិក្សាអំពីនិយាយអំពីអប់រំនិងសង្គមគិច្ចបាទយើងសិក្សាតទៅនេះយើងនឹងចម្លើយតែម្ដងជំពូកទី7បាទឥឡូវយើងមើលជំពូកទី7ម្ដងអញ្ចឹងតើមួយណាដែលជាចម្លើយត្រឹមត្រូវបាទខរដ្ឋសភាខរដ្ឋសភាគរបបនយោបាយនិងខមានចម្លើយត្រឹមត្រូវបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយអំពីរដ្ឋសភាបាទឥឡូវជំពូក7ពីរដ្ឋសភាហើយជំពូក8និយាយអំពីគេបាទមើលចម្លើយទៅជំពូក8គឺនិយាយអំពីព្រឹទ្ធសភាបាទជំពូកទី8នៃរដ្ឋធម្មនុញ្ញនៃប្រជាកម្ពុជាគឺនិយាយអំពីព្រឹទ្ធសភាជំពូក9បាទជំពូកទី9គឺនិយាយអំពីគេបាទមើលចម្លើយពីសមាជព្រឹទ្ធសភានិងរដ្ឋសភាព្រឹទ្ធសភានិងព្រឹទ្ធសភាសមាជណាសមាជជាតិជំពូកទី10បាទជំពូកទី10និយាយអំពីគេខរដ្ឋាភិបាលខរដ្ឋសភាព្រឹទ្ធសភាគរបបនយោបាយខមានចម្លើយត្រឹមត្រូវបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺខរដ្ឋាភិបាលឧទាហរណ៍1រដ្ឋធម្មនុញ្ញនិយាយអំពីខអំណាចតុលាការខរដ្ឋសភានិងព្រឹទ្ធសភាគសេដ្ឋកិច្ចខមានចម្លើយត្រឹមត្រូវបាទចម្លើយត្រឹមត្រូវគឺអំណាចតុលាការអញ្ចឹងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញជំពូក1និយាយអំពីអំណាចតុលាការហើយចូលដល់ជំពូកទី12បាទជំពូកទី12យើងនិយាយអំពីក្រមប្រឹក្សាធម្មនុញ្ញក្រមប្រឹក្សាធម្មនុញ្ញបាទជំពូក12ជំពូក13គឺនិយាយអំពីការគ្រប់គ្រងរដ្ឋបាលជំពូកទី13នៃរដ្ឋធម្មនុញ្ញគឺនិយាយអំពីការគ្រប់គ្រងរដ្ឋបាលហើយយើងមើលអស់ទៅដល់ហើយជំពូកទី14បាទជំពូកទី14គឺនិយាយអំពីសមាជជាតិបាទយើងមើលអស់នេះទៅជំពូកទី14គឺនិយាយអំពីសមាជជាតិបាទជំពូកទី15បាទជំពូកទី15គឺយើងនិយាយអំពី
អង្គភាពរៀបចំការបោះឆ្នោតបាទគឺនិយាយពីពលជបនឹងឯងបាទអង្គភាពរៀបចំការបោះឆ្នោតពុកទី15ទៅដល់ពុកទី16បាទពុកទី16គឺនិយាយអំពីអានុភាពនិងការសើរើនិងវិសោធនកម្មរដ្ឋធម្មនុញ្ញបាទពុកទី16បាទពុកទី17អញ្ចឹងពុកទី17គឺនិយាយអំពីអន្តរបញ្ញត្តិបាទអន្តរបញ្ញត្តិអញ្ចឹង17ពុកបាទ5គោលនយោបាយឈ្នះរបស់សម្ដេចនាយករដ្ឋមន្ត្រីនៃព្រះរាជាកម្ពុជាបាទយើងមើលមើលគោលនយោបាយឈ្នះលើខ្លះក៏ធានាអាយុជីវិតការងារនិងមុខរបរចិញ្ចឹមជីវិតនិងទ្រព្យសម្បត្តិបាទខធានាអាយុជីវិតការងារនិងទ្រព្យសម្បត្តិគោធានាអាយុជីវិតមុខរបរចិញ្ចឹមជីវិតនិងទ្រព្យសម្បត្តិគោចម្លើយខាងលើមិនត្រឹមត្រូវបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយកបាទអញ្ចឹងគោលនយោបាយឈ្នះគឺយើងផ្ដោតសំខាន់ទៅលើទី1ធានាជីវិតទី2ការងារនិងការចិញ្ចឹមជីវិតហើយមួយទៀតគឺទ្រព្យសម្បត្តិបាទអញ្ចឹងមានប៉ុណ្ណឹង16កម្ពុជាបានបញ្ចប់សង្គ្រាមផ្ទៃក្នុងហៅសង្គ្រាមស៊ីវិលនិងទទួលបានសន្តិភាពពេញលេញនៅពេលណាឆ្នាំណាបាទអញ្ចឹងសង្គ្រាមស៊ីវិលកម្ពុជាបានបញ្ចប់ទាំងស្រុងនៅឆ្នាំណាហើយយើងមើលវាកទី29ធ្នូឆ្នាំ1998ខ28ធ្នូឆ្នាំ98គ27ធ្នូឆ្នាំ98ហើយងខចម្លើយមិនត្រឹមត្រូវបាទនេះចម្លើយត្រឹមត្រូវគឺ29ធ្នូឆ្នាំ98បាទធ្នូអត់មានរាល់ទេបាទ17ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិបោះឆ្នោតដែលមានអាយុយ៉ាងតិចបាទអញ្ចឹងគឺតកតទៅនឹងច្បាប់បោះឆ្នោតបាទស្ថិតក្នុងស្ថាប័នកោជបនៅក្នុងការរៀបចំការបោះឆ្នោតបាទអញ្ចឹងគេបានបញ្ញត្តិច្បាប់បោះឆ្នោតថាប្រជាពលរដ្ឋមានអាយុចាប់ពី18ឡើងទៅ8ឆ្នាំឡើងទៅគឺមានសិទ្ធិបោះឆ្នោត18ប្រជាពលរដ្ឋខ្មែរទាំងពីរភេទអាចឈរឈ្មោះឲ្យគេបោះឆ្នោតជ្រើសរើសតាំងជាតំណាងរាស្ត្រដែលមានអាយុចាប់ពីបាទអញ្ចឹងតំណាងរាស្ត្រណាឈ្មោះឲ្យគេបោះឆ្នោតចាប់ពីអាយុយ៉ាងតិចក៏25ឆ្នាំខ26ឆ្នាំក៏27ឆ្នាំនិងខមិនត្រឹមត្រូវបាទអញ្ចឹងគឺ25ឆ្នាំបាទ25ឆ្នាំគឺគាត់មានសិទ្ធិឈរឈ្មោះអូខេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រហើយបាទ9ដើម្បីអនុវត្តការគ្រប់គ្រងវិស័យប្រេងកាតប្រកបដោយប្រសិទ្ធភាពខ្ពស់ត្រូវធានាឲ្យបានលឺផលប្រយោជន៍ជាតិជាអតិបរមាខមានវត្តក្នុងសកម្មភាពផ្នែក upstream និង downstream គោការផ្គត់ផ្គង់ផលិតផលប្រេងកាតប្រកបដោយគុណភាពបរិមាណនិងតម្លៃដែលរួមចំណែកដល់ការពង្រឹងសន្តិសុខធម្មពលជាតិខការទទួលខុសត្រូវខ្ពស់ផ្នែកបរិស្ថានងការកសាងជំរុញនិងការលើកតម្កើងសមត្ថភាពជាតិទាំងផ្នែកបច្ចេកទេសនិងធុរកិច្ចក្នុងវិស័យប្រេងកាតចការបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋនិងសេវាកម្មក្នុងស្រុកឆការបង្កើតប្រាក់ចំណូលជាតិបាទប្រាក់ចំណូលថវិកាជាតិចចម្លើយខាងលើត្រឹមត្រូវទាំងអស់បាទអញ្ចឹងគឺចម្លើយខាងលើត្រឹមត្រូវទាំងអស់ណាបាទទៅនៅវិស័យប្រេងកាតនៅកម្ពុជាហើយដើម្បីឲ្យគោលដៅទី4នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាបាទ Cambodian Sustainable Development ឆ្នាំ2016-2030បានសម្រេចបានពេញលេញ
រដ្ឋាភិបាលតាមរយៈក្រសួងអប់រំយុវជននិងកីឡាបានអនុវត្តកំណែទម្រង់វិស័យអប់រំតាមគ្រប់រូបភាពនិងដាក់ចេញនូវគោលនយោបាយអប់រំផ្ដោតសំខាន់ទៅលើសមាជិកគឺបាទអញ្ចឹងទៅដល់នៅវិស័យអប់រំនៅកម្ពុជាណាកំណែទម្រង់កគុណភាពសិលធម៌បច្ចុប្បន្នអប់រំពេញមួយជីវិតនិងសម្រាប់ទាំងអស់គ្នាខគុណធម៌សិលធម៌បច្ចុប្បន្នអប់រំពេញមួយជីវិតនិងនវានុវត្តន៍សម្រាប់ទាំងអស់គ្នាគោគុណធម៌គុណភាពបច្ចុប្បន្នអប់រំពេញមួយជីវិតនិងនវានុវត្តន៍សម្រាប់ទាំងអស់គ្នាខចម្លើយខាងលើមិនត្រឹមត្រូវអាចចម្លើយត្រឹមត្រូវក៏គុណធម៌សិលធម៌បច្ចុប្បន្នអប់រំមួយជីវិតនិងសម្រាប់ទាំងអស់គ្នាបាទនេះគឺជាការធ្វើកំណែទម្រង់វិស័យអប់រំបាទក្នុងគោលនយោបាយអប់រំដែលបានប្រោតសំខាន់នៅក្នុងគោលនយោបាយអភិវឌ្ឍកម្ពុជាភាពកម្ពុជាចន្លោះអនុវត្តឆ្នាំ2016ដល់ឆ្នាំ2030 21ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិបាទ2019ដល់2023ត្រូវបានតាក់តែងឡើងក្នុងគោលបំណងសំខាន់គឺដើម្បីវិតម្លៃអំពីលទ្ធផលរួមនិងបញ្ហាប្រឈមផ្សេងៗដែលកើតឡើងក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ2014-2023ខកំណែដើម្បីកំណត់នៅបណ្ដាវិធានការគោលនយោបាយនានាដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់សម្រាប់ការអនុវត្តគោលនយោបាយអភិភាពរបស់រដ្ឋាភិបាលកម្ពុជានិងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាដើម្បីស្ថិរភាពកំណើនសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាក៏ដូចជាក្លាយទៅជាប្រទេសដែលមានចំនួនមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ2030និងជាប្រទេសដែលមានចំនួនខ្ពស់នៅឆ្នាំ2050គោលដើម្បីដាក់ចេញនូវប្រព័ន្ធមួយសម្រាប់តាមដានត្រួតពិនិត្យនិងវិនិច្ឆ័យប្រចាំឆ្នាំនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ2019ដល់ឆ្នាំ2023របស់ក្រសួងនានាខចម្លើយខាងលើត្រឹមត្រូវទាំងអស់បាទអញ្ចឹងចម្លើយខាងលើត្រឹមត្រូវទាំងអស់ណាបាទឥឡូវនេះយើងឈានមកដល់ទីបញ្ចប់នៃវិញ្ញាសារបស់យើងហើយបាទហើយខ្ញុំបានសង្ឃឹមយ៉ាងមុតមនថាលោកស្រីបងប្អូនក៏ដូចជាអ្នកសិក្សាទាំងអស់ពិតជាបានយល់ជ្រាបជ្រាបបន្ថែមបង្កើនចំណេះដឹងសម្រាប់ជាទម្ងន់មួយដើម្បីធ្វើការប្រឡងជួបក្របខ័ណ្ឌឬក៏បង្កើននៅវិជ្ជាជីវៈរបស់ខ្លួនបន្ថែមទៀតបាទអរសូមឲ្យកាន់តែល្អប្រពៃបន្ថែមទៀតបាទជាចុងក្រោយសូមបងប្អូនក៏ដូចជាអ្នកសិក្សាទាំងអស់បាទសិក្សាម្ដងហើយម្ដងទៀតដើម្បីយល់កាន់តែជ្រាបបន្ថែមបាទហើយក៏ជួយចុច Subscribe នៅក្នុង Channel YouTube ម្នាក់មួយផងបាទចុងក្រោយសូមអរគុណសូមជម្រាបលា